សួស្តីពុកម៉ែបងប្អូនថ្ងៃហ្នឹងខ្ញុំមានរឿងមកនិយាយបន្តិចបងប្អូនដោយសារការពីខ្ញុំនៅសៀមរាបបងប្អូនតែឥឡូវខ្ញុំនៅភ្នំពេញហើយការខ្ញុំនៅសៀមរាបបងប្អូនខ្ញុំតែងអាសាទៅប្រឡែងត្រីនៅមង្គលបងប្អូនតែខ្ញុំតែងផុសក្នុង Facebook ឯងបងប្អូនខ្ញុំតែបន់ផុសក្នុង page ឯងប៉ុន្តែថ្ងៃហ្នឹងខ្ញុំអង្គុយអូ Facebook ទៅឃើញរូបចាស់ហ្នឹងក៏យកមកសេវមើលទៅពេលបងប្អូនហើយសេវមើលឃើញរូបមួយនេះរូបមួយហ្នឹងណាខ្ញុំក៏ប្រិចមើលហើយប្រិចទៀតដល់ពេលបងប្អូនប្រិចទៅរូបហ្នឹងណាគឺមានសត្វមួយដូចសាច់នាគអញ្ចឹងពេលដែលខ្ញុំមើលហើយហេតុអីដល់ពេលខ្ញុំទៅអង្គុយប្រឡែងហ្នឹងមិនក៏វាមិនឃើញហេតុអីដល់ពេលយូរឆ្នាំយូរខែហើយខ្ញុំទៅមិនឃើញតែមើលរូបថតហ្នឹងខ្ញុំឲ្យបងប្អូនក្រុមការងារជួយមើលទៀតបងប្អូនហើយគេក៏មានថាបងដូចសត្វនាគបិទហ្មងគឺសត្វនាគឯងបងប្អូនគឺគាត់ប្រាប់ខ្ញុំអញ្ចឹងបងប្អូនពេលខ្ញុំថាអូយខ្ញុំទៅពេលអញ្ចឹងខ្ញុំថាបើសិនជាយើងមាននិស័យមែនណាយើងឃើញមែនណាដល់ពេលមើលទៅបងប្អូនហើយមែនសូម្បីតែអ្នកណាក៏ឲ្យមើលគាត់ថានាគ 100% ហើយអត់មានទាំងទឹកអីរង្គើរង្គោះផងណាបងប្អូនខ្ញុំអត់ទាន់បានប្រឡែងត្រីផងណាប្តីខ្ញុំក៏គាត់ថតលួចថតខ្ញុំទេខ្ញុំអត់បានតាំងចិត្តថាឲ្យគាត់ថតទេបងប្អូនគាត់លួចថតខ្ញុំនៅទូរស័ព្ទគាត់ខ្ញុំក៏បាញ់ចូលមកទូរស័ព្ទខ្ញុំហើយខ្ញុំក៏ផុស Facebook ចោលរាប់ឆ្នាំហើយបងប្អូននឹងរាប់ឆ្នាំហើយតែនឹកឃើញមិនយកមកអង្គុយមើលបងប្អូនមើលចោលមើលឡើងរូបហ្នឹងចម្លែកមែនគួរឲ្យយើងតាក់ទាញណាមកបងប្អូនហើយមើលទៅឥឡូវខ្ញុំដាក់រូបហ្នឹងឲ្យបងប្អូនមើលហើយខ្ញុំផុសរូបភាពហ្នឹងទៀតបងប្អូនចូលទៅបរិចមើល